ជំរាបសួរប្រិមិត្ត Facebook ជាទីមេត្រីថ្ងៃនេះខ្ញុំបាទសូណារ៉ូមានកិត្តិយសសូមបង្ហាញមុខជាថ្មីម្ដងទៀតហើយថ្ងៃនេះសូមការអភ័យទោសចំពោះការអាក់ខានមួយរយៈដោយសារបញ្ហាសុខភាពមានការប្រែប្រួលធាតុអាកាសផ្ដាសាយក៏ប៉ុន្តែថ្ងៃនេះទោះបីជាមិនទាន់ជាសុបួរក៏ដោយតែមានការក្តៅក្រហាយចំពោះព័ត៌មានផ្សាយចេញមកពីវិទ្យុអាស៊ីសេរីហើយដូច្នេះថ្ងៃនេះខ្ញុំសូមការអនុញ្ញាតទៅធ្វើអត្ថាធិប្បាយចំពោះបញ្ហាពីរទី1គឺវិទ្យុអាស៊ីសេរីបានផ្សាយព័ត៌មានដែលថាអង្គភាពប្រឆាំងអំពើពុករលួយរបស់បុរសអោមយិនទៀងដែលបានទទួលពាក្យបណ្ដឹងជាច្រើនពីមន្ត្រីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដើម្បីប្រឆាំងជាមួយនឹងលោកហៅសុធនដែលជាកូនប្រុសរបស់លោកហៅណាំហុងគាត់ជាអគ្គលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលមានអំពើមិនប្រក្រតីជាច្រើនអំពើស៊ីសំណូកសោកប៉ាន់ដែលទទួលពាក្យបណ្ដឹងទាំងអស់នេះហើយបែរជាអង្គភាពប្រឆាំងអំពើពុករលួយរបស់អមយន្ទៀងមិនត្រឹមតែមិនធ្វើការស៊ើបអង្កេតឲ្យបានដិតដល់ទេបែរជាចេញសេចក្តីប្រកាសព័ត៌មានដើម្បីហៅថាលើកសរសើរចំពោះបុគ្គលហៅសុធនដ៏ស្អុយរលួយនេះហើយខ្ញុំក៏សូមធ្វើការថ្កោលទោសចំពោះសេចក្តីប្រកាសព័ត៌មាននេះជាងអ្នកណាទាំងអស់ខ្ញុំបានដឹងបញ្ហានេះច្បាស់ណាស់ខ្ញុំគឺជាអតីតមន្ត្រីការទូតជាន់ខ្ពស់ជាឯកអគ្គរដ្ឋទូតរងប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ីនៅឆ្នាំ1999ដល់ឆ្នាំ2003អញ្ចឹងខ្ញុំបានដឹងកិច្ចការនេះច្រើនណាស់ហើយមុនពេលបោះឆ្នោតក្នុងសេចក្តីថ្លែងការណ៍លើកទី3របស់ខ្ញុំបានលើកឡើងអំពីបញ្ហារបបហ៊ុនសែនដែលជារបបមហាពុករលួយបកពួកគ្រួសារនិយមហើយក៏ខ្ញុំលើកនៅឧទាហរណ៍ 3-4 ក្នុងនោះមានឧទាហរណ៍អំពីរបបបកពួកគ្រួសារនិយមពុករលួយរបស់លោកហៅណាំហុងនៅក្រសួងការបរទេសមួយទៀតគឺរបបបកពួកនិយមគ្រួសារនិយមរបស់លោកចောင်းប្រសិទ្ធនៅក្រសួងពាណិជ្ជកម្មនិងទី3គឺរបបបកពួកនិយមគ្រួសារនិយមរបស់លោកអោមយន្ទៀងនៃអង្គភាពប្រឆាំងពុករលួយនេះឯងហើយយើងឃើញហើយបន្ទាប់ពីការបោះឆ្នោតដែលគណៈបកប្រជាជនកម្ពុជាទទួលរងការធ្លាក់ឆ្នោតយ៉ាងអាម៉ាស់ធ្លាក់អាសនៈពី90ចុះមកត្រឹម68ដែលធាតុពិត68នេះក៏បានមកពីការលួចកេងបន្លំគ្រប់បែបយ៉ាងតាមពិតមិនបានឈ្នះទេដោយសារអីដោយសារតែអំពើហៅថាបកពួកគ្រួសារនិយមពុករលួយនៅតាមបណ្ដាក្រសួងស្ថាប័នយើងឃើញថាក្រោយបោះឆ្នោតក៏លោកហ៊ុនសែនរូតរះក្នុងការកែខ្លះដែរគឺគាត់មានកែដករដ្ឋមន្ត្រីពាណិជ្ជកម្មចំប្រសិទ្ធតែគ្រាន់តែដូរទៅក្រសួងដទៃទេចំណែកនៅក្រសួងការបរទេសនៅរក្សាតែដដែលគឺលោកហៅណាំហុងជារដ្ឋមន្ត្រីជាប្រមុខនៃមន្ត្រីថ្នាក់នយោបាយចំណែកហៅសុធនគឺជាកូនបង្កើតរបស់លោកហៅណាំហុងគឺជាអគ្គលេខាធិការដែលជាប្រមុខនៃមុខងារសាធារណៈអញ្ចឹងឪពុកជាប្រមុខនៃមុខងារនយោបាយកូនជាប្រមុខនៃមុខងារសាធារណៈហើយហៅសុធននេះស្អុយរលួយច្រាស់ខ្យល់អ្នកណាក៏ដឹងដែរក្លិនថាអសោកណាស់ខ្ញុំបានព្រមានចំពោះរដ្ឋាភិបាលហ៊ុនសែនអំពីករណីហៅសុធននេះច្រើនដងតែមិនឃើញមានចាត់វិធានការទេហើយឥឡូវនេះមានពាក្យបណ្ដឹងនានារបស់មន្ត្រីដែលផ្ញើទៅដល់អង្គភាពប្រឆាំងអំពើពុករលួយខ្ញុំមានការបារម្ភណាស់គេមិនត្រឹមតែមិនប្រឆាំងចំពោះបុគ្គលនេះទេប្រហែលជាអ្នកដែលត្រូវប្តឹងអ្នកដែលដាក់ពាក្យប្តឹងនេះអាចនឹងទទួលរងគ្រោះដោយសារការធ្លាយព័ត៌មានឯកជនរបស់គេតែផងក៏ថាបានដែរអញ្ចឹងហើយខ្ញុំមានការបារម្ភណាស់ហើយយើងដឹងស្រាប់ហើយលោកហៅសុធននេះគឺល្បីល្បាញណាស់ក្នុងរឿងបកពួកគ្រួសារនិយមពុករលួយមន្ត្រីការទូត
សឹងតែទាំងអស់ដែលចេញទៅក្រៅប្រទេសដែលខ្ញុំបានសួរគឺសុទ្ធតែបានទទួលការហៅថាផ្ដល់សំណូកតែលោកហៅសធនមិនមែនទទួលផ្ទាល់ទេគឺថាគាត់លាក់បំពួននៅក្រោមគេហៅថានាយកដ្ឋានបុគ្គលិកដែលជានាយកដ្ឋានជាអ្នកចាត់ចែងនៅក្រោមអំណាចផ្ទាល់របស់ហៅសធននោះក្នុងការបញ្ជូនមនុស្សទៅធ្វើទូតនៅបរទេសហើយរួចហើយការសុកប៉ាន់សាហាវណាស់មិនមែនប្រាក់ពាន់ទេចូលដល់ប្រាក់ម៉ឺនបាទប្រាក់ម៉ឺនច្រើនម៉ឺនដុល្លារណាបាទចេញទៅធ្វើបានទៀតចឹងហើយសូម្បីតែនៅក្នុងស្ថានទូតដែលខ្ញុំជាអ្នកដឹកនាំជាភារៈធារីស្ដីទីខ្ញុំបានសួរសឹងគ្រប់តែមន្ត្រីទាំងអស់សុទ្ធតែត្រូវចំណាយលុយច្រើនណាស់ហើយរហូតដល់ពេលចាប់អាណត្តិហើយបើចង់ពជាអាណត្តិបាន1ខែ2ខែ3ខែក៏ត្រូវតែសូកប៉ាន់ទៅតាមនឹងទៀតគឺហៅថាសូកគ្រប់កន្លែងទាំងអស់ហើយម្យ៉ាងទៀតការទទួលប្រមូលហៅថាថវិកាបានមកពីប្រាក់ដែលធ្វើអំពីវីសាពន្យាវីសានេះគឺថាមានការស៊ីសំណុកខ្លាំងណាស់ហើយធ្ងន់ធ្ងរជាទីបំផុតហើយជាក់ស្ដែងហើយជួនកាលតែការពន្យានឹងតម្លៃតិចតួចតែគេស៊ីរាប់រយដុល្លារហើយធ្វើការបង្កការលំបាកគ្រប់យ៉ាងឲ្យខ្មែរយើងនៅក្រៅប្រទេសដែលទៅស្ថានទូតសុំពន្យាទឹកតការសុំពន្យាប៉ាសពតឬទៅស្ថានអគ្គកុងស៊ុលឬក៏ស្ថានទូតនានាគឺក៏មានការលំបាកណាស់អញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅស្រុកទាំងអស់មានការឈឺចាប់ចំពោះបញ្ហានេះណាហើយជាពិសេសបងប្អូនយុវកម្មករនៅប្រទេសកូរ៉េក៏អញ្ចឹងដែរពេលដែលសុំស្ថានទូតអន្តរាគមន៍ឬក៏ជួយបញ្ហាពន្យាទឹកការនានាសុទ្ធតែត្រូវតែបង់ពន្ធច្រើនណាស់បង់សំណូកច្រើនណាស់ដើម្បីគេអាចពន្យាឲ្យនៅស្ថានទូតឬក៏នៅស្ថានកុងស៊ុលក៏ដូចជានៅថៃនៅអីជាដើមហេតុអ្វីមានអំពើពុករលួយយ៉ាងនេះគឺដោយសារមុននឹងចេញទៅតែងតាំងមន្ត្រីទាំងអស់នោះសុទ្ធតែត្រូវភាគច្រើនខ្ញុំមិននិយាយថាសុទ្ធទាំងអស់ទេពីព្រោះករណីខ្ញុំជាករណីពិសេសដែលចេញធ្វើទូតគឺតាមបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចំណែកមនុស្សដែលមិនមានខ្សែមិនមានខ្នងគឺត្រូវតែរែកពុនសូកប៉ាន់គ្រប់បែបយ៉ាងទាំងអស់ហើយលោកហៅសុធននេះអាងអំណាចឪពុករបស់ខ្លួនធ្វើចោលទៅជុះនៅក្នុងក្រសួងការបរទេសអយុត្តិធម៌ជាទីបំផុតតែក្រោយមកខ្ញុំឮថាក្រោយក្នុងអាណត្តិទី5នេះមានកែសម្រួលខ្លះពីព្រោះគេខ្លាចមន្ត្រីរាជការជាងមុនពីព្រោះរាល់ថ្ងៃនេះមន្ត្រីរាជការក៏ជាអ្នកសិតតែគ្រប់គ្រងនៃគណៈបកសង្គមជាតិអញ្ចឹងហើយពួកគេមានការភ័យបារម្ភអញ្ចឹងហើយក៏គេលុបលាងខ្លះតែទោះយ៉ាងណាក៏មិនអាចបិទបាំងអស់ในអំពើគេហៅថាស្មោករោគដែលបុគ្គលហៅសធននេះហើយខ្ញុំក៏មិនយល់ថាក្នុងការកែតម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលលោកហ៊ុនសែននេះតើមានការគិតគូរដល់បញ្ហាដែលបពុនិយមគ្រួសារនិយមដែលនៅតាមបណ្ដាក្រសួងក៏ដូចជាទៅតាមបណ្ដាខេត្តក្រុងនានាទេខ្ញុំតែងតែឃើញការតែងតាំងនានាគឺថាតាមរយៈខ្សែបពុជាដដែលហើយកូនអស់លោកធំនឹងឡើងបន្តវេនឧទាហរណ៍ជាក់ស្ដែងថ្មីបំផុតគឺកូនប្រសារបស់លោកស៊ូពីរិនអតីតដែលចង្វាយខេត្តតាកែវឥឡូវនេះឡើងបន្តវេនទៅជាចង្វាយខេត្តតាកែវបន្តទៀតហើយទៅតាមក្រសួងនានាកូនលោកនេះលោកនោះគឺថាឡើងជាបន្តបន្ទាប់ហាក់ដូចជារបបនេះคล้ายទៅជារបបគេហៅថាដូចនៅកូរ៉េខាងជើងគឺគិតតែពីបពុនឹងខ្សែរយៈចំណែកអ្នកដតីទៀតគឺគេមិនសូវជាគិតគូរដល់ទេទោះបីជាមានសមត្ថភាពក៏ដោយតែគ្មានបពុគ្មានខ្សែរយៈគ្មានលុយកាក់ចឹងហើយមន្ត្រីរាជការខ្មែរមានការឈឺចាប់ណាស់ហើយដោយសារការបំផុសបំផុលរបស់ខ្ញុំការបកស្រាយរបស់ខ្ញុំនេះបានធ្វើឲ្យមន្ត្រីរាជការបានយល់កាន់តែច្បាស់ក៏ងាកមកគ្រប់គ្រងនិងបោះឆ្នោតជូនទៅគណៈបកសង្គមជាតិកាន់តែច្រើនឡើងក៏ដោយសារអំពើស្មោករោគទាំងអស់នេះហើយប្រការគួរឲ្យអស់សំណើចគឺត្រង់ថាអង្គភាពអំពើប្រឆាំងអំពើពុករលួយរបស់អមយន្ទៀងក៏ជាអង្គភាពបពុគ្រួសារនិយមជាទីបំផុតកូនអមយន្ទៀងទាំង3សិតតាឯកឧត្តមលោកជំទាវពេញក្រសួងពាក់ផ្កាយ2 3អស់ហើយចឹងហើយបានខ្ញុំថាឥឡូវនេះគាត់មិនត្រឹមតែមិនស៊ើបអង្កេតករណីពាក្យបណ្ដឹងរបស់ក្រសួងការបរទេសរបស់បុគ្គលហៅសធនតែប៉ុណ្ណោះទេ
គាត់បែរជាចេញសេចក្តីប្រកាសមកលើកសរសើរចំពោះបុគ្គលនេះទៅវិញនេះគឺជាការសុំកលុំគ្នាមួយក្នុងការប្រព្រឹត្តអំពើពុករលួយមានតែមនុស្សអត់ខ្សែទេមានតែមនុស្សដែលមិនមានសារៈសំខាន់ទៅអង្គភាពប្រឆាំងពុករលួយនេះធ្វើការចាប់រប៉េះរប៉ោះតាមរបៀបធ្វើឲ្យរួចពីដៃតែធៀបពិតគឺមនុស្សអមយន្ទៀងនេះគឺជាមនុស្សដែលអសមត្ថភាពគ្មានភាពសុចរិតទៀងត្រង់ក្នុងការប្រឆាំងអំពើពុករលួយទេតែពោពេញទៅដោយល្បិចកលដែលហៅថាជាល្បិចកលលាក់បំពួនការពារផលប្រយោជន៍បកពួកក្រុមគ្រួសារនិយមតែរបស់ខ្លួនតែប៉ុណ្ណោះចំណែកតែពាក្យប្រឆាំងពុករលួយនេះគ្រាន់តែជារបាំងល្អមើលតែខាងក្រៅតែប៉ុណ្ណោះយើងឃើញជាក់ស្ដែងហើយច្បាប់ប្រឆាំងអំពើពុករលួយដែលអមយន្ទៀងចូលរួមចំណាយតាក់តែងនឹងធៀបពិតគឺជាច្បាប់ខ្ញុំសូមជម្រាបម្ដងទៀតគឺជាច្បាប់ការពារទ្រព្យសម្បត្តិពុករលួយមិនមែនច្បាប់ប្រឆាំងអំពើពុករលួយទេខ្ញុំបានបញ្យល់ម្ដងហើយចឹងហើយបញ្ហាវាធ្ងន់ណាស់ហើយអ្នកដែលប្រព្រឹត្តអំពើពុករលួយនៅតែបន្តបន្ទាប់នៅកាន់អំណាចឡើងឋានៈរហូតនៅក្នុងសម័យដែលចូលហ៊ុនសែននឹងឯងឧទាហរណ៍ដូចបរោះបំផ្លាញជាតិប្រាក់សុខុនអីជាដើមហ្នឹងសុទ្ធតែជាមនុស្សដែលខ្ញុំស្គាល់ច្បាស់ណាស់គឺថាពុករលួយលក់ទ្រព្យសម្បត្តិជាតិលក់ធនធានធម្មជាតិខ្ទេចខ្ទីអស់អាលីងហើយឡើងបនឡើងស័ក្តិជារដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ទៀតហើយអញ្ចឹងហើយបាទខ្ញុំថាលោកហ៊ុនសែននេះអស់ផ្លូវហើយគឺគ្មានមនុស្សណាគាត់អាចប្រើបានទៀតក្រៅតែមនុស្សកាកសំណល់តែមនុស្សទាំងអស់ហ្នឹងអញ្ចឹងហើយបាទខ្ញុំថានេះគឺជាចំណុចមួយដែលប្រជាពលរដ្ឋខ្មែរត្រូវតែចងចាំត្រូវតែធ្វើការគិតថានេះគឺជាអំពើអយុត្តិធម៌សង្គមមួយដ៏ធំណាស់ហើយខ្ញុំសូមឲ្យប្រជាពលរដ្ឋខ្មែរធ្វើការប្រមូលផ្ដុំកម្លាំងគ្រប់គ្រងចលនាសង្គ្រោះជាតិតទៅទៀតដើម្បីធ្វើយ៉ាងណាយើងត្រូវតែមានឱកាសណាបោះឆ្នោតទៅមុខនេះគឺថាផ្លាស់ប្ដូរជាដាច់ខាតឲ្យបាននៃរបបដែលបកពួកគ្រួសារនិយមពុករលួយហើយផ្ដាច់ការនិយមនេះឯងឲ្យចេញផុតទេហើយខ្ញុំក៏សូមធ្វើការចាប់អារម្មណ៍មួយទៀតដែលថាជុំវិញបញ្ហារឿងចរចានឹងដែលបច្ចុប្បន្ននេះការចរចាគឺជាដំណើរការដ៏ល្អហើយក៏ប៉ុន្តែខ្ញុំគ្រាន់តែជម្រាបថាសម្រាប់លោកហ៊ុនសែនការចរចាណាក៏ដោយបើសិនជាគាត់នៅក្នុងព្រៀបខ្លាំងគាត់មិនដែរធ្វើសម្បទានទេគាត់មិនដែរធ្វើសម្បទានគាត់គឺថាបើសិនជាគាត់ខ្លាំងហើយគឺគាត់មានណះរឹងរូសមិនព្រមផ្លាស់ប្ដូរអីជាដាច់ខាតមានតែពេលណាគាត់ធ្លាក់ខ្លួនសោយឧទាហរណ៍ដូចបច្ចុប្បន្ននេះបានគាត់ចាប់ផ្ដើមធ្វើសម្បទានអញ្ចឹងហើយយើងត្រូវតែយល់ថាការចរចាតែមួយមុខគឺមិនគ្រប់គ្រាន់ទេសម្រាប់យោបល់របស់ខ្ញុំយល់ថាការចរចាត្រូវតែធ្វើជាមួយនឹងការគៀបសង្កត់ជានិច្ចការគៀបសង្កត់របស់ចលនាសង្គ្រោះជាតិយើងគឺកម្លាំងធំបំផុតរបស់សង្គ្រោះជាតិគឺចលនាមហាជនប្រជាពលរដ្ឋដែលគ្រប់គ្រងដ៏ខ្លាំងក្លាដ៏ច្រើនសម្បើមដ៏លើសលប់ជាពិសេសគឺមន្ត្រីរាជការទៅតាមគ្រប់ក្រសួងដែលធុញទ្រាន់នឹងរំពើពុករលួយបកពួកគ្រួសារនិយមដុសក្រាស់ខ្មឹកនេះរបស់ពួកមេផ្ដាច់ដឹកនាំផ្ដាច់ការជាង30ឆ្នាំមកហើយនេះស៊ីមិនចេះឆ្អែតនេះអញ្ចឹងហើយយើងត្រូវតែប្រមូលកម្លាំងមហាជននឹងដាក់ការគៀបសង្កត់តាមរយៈការធ្វើបាតកម្មគៀបសង្កត់តាមរយៈការបញ្ចេញសាធារណមតិគៀបសង្កត់តាមរយៈការតិទៀនយ៉ាងខ្លាំងក្លាដើម្បីដាក់គំនាបមកលើរដ្ឋាភិបាលឲ្យកែយើងឃើញតាមដាក់គំនាបខ្លាំងអញ្ចឹងហើយធ្លាក់ឆ្នោតដល់ច្រើនអញ្ចឹងហ៊ុនសែនក៏បង្ខំចិត្តកែដែរខែបន្តិចតួចឧទាហរណ៍ដោយក្រសួងការបរទេសអញ្ចឹងពីដើមកូនហៅនំហុងទាំង3នាក់2នាក់ទៅធ្វើទូតមិនគ្មានថ្ងៃវិលត្រឡប់មកវិញទេធ្វើទូតរាប់សិបឆ្នាំតែឥឡូវនេះដោយសារមានការខ្មាស់អៀនចំពោះសាធារណមតិខ្លះដែរគេបញ្ជូនហៅណាំបូរ៉ាឲ្យចូលស្រុកវិញហើយឥឡូវនេះគេខ្លាចដាក់នៅក្រសួងហ្នឹងក៏វាធ្ងន់ផែនដីព្រោះកូនច្រើនពេកចឹងហើយឥឡូវគេបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីឲ្យកាន់ការនៅកន្លែងនោះហើយគេផ្ដាច់មួយក៏ប៉ុន្តែគួរតែផ្ដាច់នឹងធ្វើការស៊ើបអង្កេតចាប់ឲ្យបានបរិះហៅសុធននេះដែលជាបរិះមួយអាងអំណាចឪពុកសម្បើមណាស់ហើយបើសិនជាឪពុកគេចុះចេញពីតំណែងពិតប្រាកដហើយការថាផ្ដល់ការអនុញ្ញាតឲ្យមន្ត្រីរាជការនៅក្នុងក្រសួងការបរទេសនិងសហប្រតិបត្តិការធ្វើការ
ធ្វើពាក្យបណ្ដឹងមើលមិនខ្វះរាប់ពាន់ពាក្យបណ្ដឹងប្រឆាំងនឹងហៅសុធនខ្ញុំហ៊ាននិយាយចឹងបើសិនជារដ្ឋាភិបាលពិតជាហ៊ានបើកវេទិកាសេរីក្នុងការប្រឆាំងជាមួយនឹងអង្គើពុករលួយរបស់ក្រសួងការបរទេសនេះចឹងហើយត្រឡប់មកការចរចាដែលខ្ញុំនិយាយហ្នឹងគឺថាយើងមិនទន្ទឹមនឹងការចរចាយើងត្រូវតែផ្ដល់ឱកាសឲ្យមានការគៀបសង្កត់ជាប្រចាំមានតែការគៀបសង្កត់នឹងហើយបានធ្វើឲ្យពួកដែលរឹងរូសពួកដែលផ្ដាច់ការនឹងសុកចិត្តចុះញោមសុកចិត្តដកថយសុកចិត្តធ្វើសម្បទានបើសិនជាយើងធ្វើត្រឹមតែចរចាទេហ៊ុនសែនមិនហៅថាផ្ដល់ហៅថាសម្បទានគ្រប់គ្រាន់ឲ្យយើងទេអញ្ចឹងយើងកុំភ្លេចឲ្យសោះចរចាដើរទន្ទឹមនឹងការគៀបសង្កត់អានឹងគឺជាចំណុចដែលសំខាន់អញ្ចឹងបើសិនជាយើងធ្វើកន្លងមកយើងធ្វើតែការគៀបសង្កត់តែខ្វះការចរចាក៏មិនត្រូវហើយធ្វើការចរចាខ្វះការគៀបសង្កត់ក៏មិនត្រូវពីរនឹងទាំងដើរទន្ទឹមជាមួយគ្នាមិនមែនចរចាដើម្បីចែកអំណាចក៏ដោយក៏ជាការចរចាដើម្បីកែប្រែស្ថានភាពគោលយោបល់លក្ខន្តិកៈក៏ដូចជាច្បាប់ក៏ដូចជានីតិវិធីនានាដើម្បីបើកផ្លូវឲ្យការបោះឆ្នោតមួយដ៏តម្លាភាពហើយការបោះឆ្នោតទៅអនាគតខ្ញុំមានជំនឿយ៉ាងមុតមមថាគឺសង្គ្រោះជាតិមានឱកាសឈ្នះ 100% តែម្ដងគ្រាន់តែថាឈ្នះតូចឬក៏ធំតែប៉ុណ្ណឹងទេបើសិនជាច្បាប់ទម្លាប់ក៏ដូចជាគណៈកម្មការរៀបចំការបោះឆ្នោតនៅតែអាក្រក់ដូចសប្តាហ៍ក៏ឈ្នះដែរតែឈ្នះតូចក្នុងរង្វង់68 70កៅអីតែបើសិនជាយើងកែកាន់តែល្អកាន់តែលំអាភាពកាន់តែសុចរិតយុត្តិធម៌គឺការឈ្នះអាចឡើងដល់លើសពី2ភាគ3ទៅទៀតអាចឡើងដល់90កៅអីដូចគណៈបកប្រជាជនអាណត្តិទី4បានទទួលបានអញ្ចឹងនឹងជាចំណុចហើយខ្ញុំកាន់តែមានសេចក្តីសប្បាយរីករាយខ្លាំងណាស់នៅពេលដែលឃើញលោកប្រធានសំរងស៊ីគាត់បានធ្វើកិច្ចសម្ភាសន៍ដ៏សំខាន់ណាស់ខ្ញុំថាសំខាន់ណាស់ជាមួយនឹងសារព័ត៌មាន The Nation របស់ថៃហើយនៅក្នុងកិច្ចសម្ភាសន៍នេះគាត់បានក្លាយទៅជាមេដឹកនាំដ៏ទុំជោគេហៅថា mature leader មានន័យថាគាត់មាន vision ដ៏ទូលំទូលាយគាត់មានទស្សនវិស័យក៏មានហៅថាគិតគូររំបីអនាគតរបស់ប្រទេសខ្មែរយើងមានផែនការយុទ្ធសាស្ត្រមានហៅថាគោលនយោបាយច្បាស់លាស់ណាស់ដើម្បីដឹកនាំប្រទេសយើងឲ្យក្លាយទៅជាប្រទេសមួយនីតិរដ្ឋមានលទ្ធិប្រជាធិបតេយ្យហើយរស់នៅក្នុងសុខដុមរមនាជាពិសេសគឺមានសន្តិភាពជាមួយប្រទេសជិតខាងដែលគាត់បានលើកឡើងច្បាស់ណាស់គឺគាត់បានដកស្រង់មេរៀនអំពីបញ្ហាដោះស្រាយសន្តិភាពរវាងប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់ដែលជាសត្រូវជូរចត់ជាមួយគ្នារាប់សតវត្សមកហើយដណ្ដើមដីគ្នាដង្កាប់សម្លាប់គ្នាសាហាវរាប់ស្លាប់រាប់លានអ្នកតែឥឡូវនេះបារាំងនិងអាល្លឺម៉ង់បានក្លាយទៅជាសម្ព័ន្ធមិត្តក្លាយទៅជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នារួមរស់ដោយសន្តិសហវិជ្ជមាននិងសុខសន្តិភាពជាមួយគ្នាអញ្ចឹងហើយដោយ vision ដ៏ល្អនេះរបស់លោកប្រធានសំរងស៊ីក៏ដូចជាលោកអនុប្រធានកឹមសុខាដែលខ្ញុំបានមើលឃើញបច្ចុប្បន្ននេះហើយដែលគាត់មានទទួលឥទ្ធិពលខ្លាំងក្លាពីអ្នកស្រីអោងសានជូជីទទួលឥទ្ធិពលខ្លាំងក្លាពីលោក Nelson Mandela ចឹងខ្ញុំជឿថាគាត់ពិតជាคล้ายទៅជាមេដឹកនាំដ៏ចាស់ទុំម្នាក់មេដឹកនាំដ៏ទុំជោម្នាក់ដ៏ល្អម្នាក់សម្រាប់ខ្មែរយើងអញ្ចឹងហើយយើងទាំងអស់គ្នាត្រូវតែមានសេចក្តីសង្ឃឹមហើយយើងត្រូវទាំងអស់គ្នាត្រូវតែយល់ថាអនាគតនៅពេលខាងមុខជាមិនផុតគឺសង្គ្រោះជាតិនឹងកាន់អំណាចអញ្ចឹងហើយយើងទាំងអស់គ្នាត្រូវតែត្រៀមខ្លួនសម្រាប់ការកែប្រែសង្គមខ្មែរកាន់តែល្អពីព្រោះយើងគ្មានសង្ឃឹមអ្វីទៅលើពួកអ្នកដឹកនាំបច្ចុប្បន្ននេះទេពីព្រោះគេប្រកាសក្តែងអំពីការកែតម្រង់ស៊ីជម្រៅនានាតែកែតម្រង់របស់គេនេះធ្វើឲ្យខកចិត្តយ៉ាងខ្លាំងយើងឃើញហើយចិត្ត1ឆ្នាំនៃការកាន់កាប់អំណាចហើយរបស់គេតាំងពីពេលបោះឆ្នោតការខែ7ឆ្នាំ2013រហូតដល់បច្ចុប្បន្ននេះឃើញថាការកែតម្រង់កាន់តែវាន់កទៅហើយកូនអស់លោកធំកាន់តែតតំណែងគ្មានកែតម្រង់អីបពពួកគ្រួសារនិយមមានតែពង្រឹងបពពួកគ្រួសារនិយមកាន់តែខ្លាំងក្លាទៀតអញ្ចឹងហើយរបបទាំងអស់នេះមិនអាចថិតថេរបានទៀតទេបាទខ្ញុំសូមអរគុណនិងគោរពជំរាបលាបាទ